Ok, so đâyទាំងអស់គ្នាមកត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតដែលនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងលើកអំពីសំណេរតែងសេចក្តីបែបពិពណ៌នាអំពីបាតុភូតធម្មជាតិដែលយើងក៏ដឹងហើយថាតកតងទៅនឹងបាតុភូតធម្មជាតិគឺមានច្រើនមានទាំងគ្រោះទឹកជំនន់មានទាំងខ្យល់ព្យុះមានទាំងរំជួយដីមានទាំងគ្រោះរាំងស្ងួតហើយក៏មានបន្ទុះភ្នំភ្លើងផ្សេងទៀតដែរណាអញ្ចឹងនៅក្នុងថ្ងៃនេះខ្ញុំនឹងដកស្រង់នៅបាតុភូតធម្មជាតិណាមួយយកមកបង្ហាញដល់បងប្អូនទាំងអស់គ្នាជាមួយនឹងគម្រោងតែងក៏ដូចជាអត្ថបទគំរូជូនទៅដល់បងប្អូនងាយស្រួលនៅក្នុងការសិក្សាឬក៏ស្រាវជ្រាវយកទៅសរសេរបន្ថែមណាអញ្ចឹងយើងចូលទៅដល់នៅមេរៀនរបស់យើងនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីគឺអំពីនៅគម្រោងមានថាគម្រោងគំរូជាមួយនឹងប្រធានបទដែលខ្ញុំបានលើកឡើងមកនេះដែលប្រធានបទខ្ញុំលើកឡើងមកមានចំណងជើងថារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជាយើងតែងជួបប្រទះនៅគ្រោះធម្មជាតិខ្លះចូលអ្នកពិពណ៌នាពីបាតុភូតធម្មជាតិអ្វីមួយឲ្យបានក្បោះក្បាយណាអញ្ចឹងគឺនៅត្រង់ចំណុចមួយហ្នឹងអញ្ចឹងនៅលើប្រធានមួយហ្នឹងខ្ញុំនឹងលើកអំពីបាតុភូតធម្មជាតិតកតងទៅនឹងខ្យល់ព្យុះយកមកបង្ហាញបងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីអត្ថាធិប្បាយដែលជាអត្ថបទសំណេរតែងសេចក្តីគំរូដល់បងប្អូនទាំងអស់គ្នាណាអញ្ចឹងមុននឹងខ្ញុំបង្ហាញនៅគំរូខ្ញុំបង្ហាញនៅគម្រោងគឺខ្ញុំបង្ហាញគំរូមុនសិនចាំយើងទៅមើលគម្រោងហើយមកប្រៀបធៀបជាមួយនឹងគំរូឡើងវិញណាអូខេអញ្ចឹងយើងចាប់ផ្ដើមចូលទៅដល់សេចក្តីអធិប្បាយគេថាដើមរដូវវស្សានេះតែងកើតមានព្យុះជារឿយកាលពីវេលារសៀលថ្ងៃទី28ខែឧសភា ឆ្នាំ2020មានខ្យល់ព្យុះដ៏ធំមួយបានបោកបក់យ៉ាងខ្លាំងមកលើស្រុកមេសាងខេត្តព្រៃវែងមុនពេលកើតហេតុផ្ទាំងពពកធំរសាត់មកផ្គុំគ្នាយ៉ាងមីដេដាស់គ្របដណ្ដប់លើភូមិសាស្ត្រនៃស្រុកមេសាងមេឃចាប់ផ្ដើមងងឹតខ្យល់បក់លាន់ឮកក្រឹកពពកប្រែជាខ្មៅខ្មួលខ្មាញ់ទម្លាក់កន្ទុយនាគនៅចំពីលើភូមិអ្នកស្រុកនេះជាសញ្ញាខ្យល់ព្យុះគួចដែលនឹងកើតមានយ៉ាងរហ័សបំផុតអ្នកស្រុកដែលឃើញទិដ្ឋភាពនេះភ័យព្រួយយ៉ាងតក្កមាមានអ្នកខ្លះរត់ឆ្លេឆ្លានាំកូនចៅរត់សំដៅទៅគេហដ្ឋានអ្នកខ្លះមនីយកគោក្របីជ្រូកមាន់ទាទៅរកទីជម្រកមានសុវត្ថិភាពសន្ធឹកខ្យល់លន់ក៏ក្រើកធរណីមួយរំពេចនោះខ្យល់ព្យុះបានបោកបក់មកដល់ដើមឈើតូចធំយល់យកទន់ចុងសំយងសំឡប់ចុះស្ទើរដល់ដីរុក្ខជាតិដែលគ្មានឫសកែវរឹងមាំបានដួលរលំរំលោភរណែលបន្ទាប់គ្នាផ្ទះរបស់អ្នកស្រុកខ្លះរង្គើរញ្ជួយតាំងពីជើងសសររហូតដល់ដំបូលសត្វចតុបាទសត្វស្លាបក្រាបចុះដើម្បីការពារខ្លួនកន្លែងនេះអត់មានសញ្ញាតូចទេខ្ញុំសូមឲ្យទាំងអស់គ្នាគូសចោលមនុស្សម្នារកទីកន្លែងគត់មុតអង្គុយអោបគ្នាភ័យរន្ធត់ញ័រខ្លួនទៅត្រើតសន្ទុះខ្យល់កាន់តែបង្កើនកម្លាំងខ្លាំងឡើងលំនៅស្ថានតូចប៉ើងតាមខ្យល់លំនៅស្ថានធំខ្លះបាក់ស្រុតខ្លះសណ្ដធ្លាក់ចុះពីលើជើងតានិងខ្លះទៀតដួលរលំរៀបដល់ដីសត្វខ្លះត្រូវខ្យល់គួចប៉ើងខ្លះត្រូវរបួសខ្លះស្លាប់ដោយដើមឈើនិងផ្ទះរលំសង្កត់អ្នកស្រុកខ្លះភ័យស្រែកឆោឡោរត់ឲ្យគេជួយអ្នកខ្លះស្រែកទ្រហោយំដោយការខូចខាតទ្រព្យសម្បត្តិនិងការឈឺចាប់ដោយសាររបួសប្រមាណ7កន្លះម៉ោងក្រោយមកជុះសង្ឃរាបានថយឥទ្ធិពលរបស់ខ្លួនបន្តិចម្ដងរហូតដល់ស្ងប់ស្ងាត់ក្រោយពេលកើតហេតុព្យុះនេះបានបន្សល់ទុកនៅវិនាសកម្មយ៉ាងធ្ងន់ធ្ងរសាលារៀនមន្ទីរពេទ្យលំនៅស្ថានខ្លះសណ្ដកចេញដួលរលំបាក់បែករាប់ជាង100ខ្នង
ក្នុងគ្រាជួបគ្រោះអាសន្ននេះអ្នកភូមិទាំងអស់រួមគ្នាជួយរុះរើផ្ទះបាក់បែកដើម្បីរៀបចំសង់ឡើងវិញអ្នកខ្លះធ្វើរោងស្នាក់នៅបណ្ដោះអាសន្នអ្នកខ្លះទៀតជួយដឹកជញ្ជូនអ្នករបួសទៅមន្ទីរពេទ្យអាជ្ញាធរមូលដ្ឋានបានចាត់ចែងកម្លាំងចុះជួយប្រជាជនរងគ្រោះយ៉ាងសស្រោកសស្រាំព័ត៌មានអំពីគ្រោះមហន្តរាយដែលព្យុះសង្ឃរាត្រូវបានផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ឲ្យបានដឹងគ្រប់គ្នាខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាខ្យល់ព្យុះព្រោះជាបាតុភូតធម្មជាតិបង្កគ្រោះថ្នាក់និងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់មនុស្សសត្វរុក្ខជាតិដែលយើងពិបាកនឹងរកវិធីទប់ស្កាត់ណាស់ប៉ុន្តែយើងអាចរកកន្លែងការពារខ្លួនបានមុនពេលដែលបាតុភូតនេះមកដល់ខ្យល់ព្យុះបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទៀតផងអញ្ចឹងខ្ញុំបានបញ្ចប់នៅគំរូនៃសំណេរតែងសេចក្តីរបស់យើងហើយអញ្ចឹងយើងត្រឡប់មកវិញថាតើពីយើងចាប់ផ្ដើមមករហូតដល់បញ្ចប់ហ្នឹងចំណុចណាខ្លះដែលជាចំណុចចាប់ផ្ដើមចំណុចណាដែលជាចំណុចតួហើយចំណុចណាដែលជាបញ្ចប់សេចក្តីណាអញ្ចឹងយើងមកមើលគម្រោងនៃការសរសេរតែងសេចក្តីរបស់យើងដឹងថានៅក្នុងគម្រោងនៃការសរសេរតែងសេចក្តីគឺមិនចោល3ចំណុចធំហ្នឹងទេគឺមានសេចក្តីផ្ដើមតួសេចក្តីនិងសេចក្តីបញ្ចប់ចំណែកឯសំណេរតែងសេចក្តីបែបពិពណ៌នាពីបាតុភូតធម្មជាតិដែលខ្ញុំលើកអំពីខ្យល់ព្យុះឬក៏អ្នកទាំងអស់គ្នាលើកអំពីបាតុភូតអ្វីផ្សេងទៀតនេះក៏មាន3ដូចគ្នាដែរប៉ុន្តែនៅក្នុងសេចក្តីផ្ដើមគឺគេបង្ហាញអំពីពេលវេលាទីកន្លែងក៏ដូចជាឈ្មោះបាតុភូតធម្មជាតិនេះគឺជាសេចក្តីផ្ដើមណានេះដែលកន្លែងដែលខ្ញុំបានចោលបង្ហាញហ្នឹងគឺសេចក្តីផ្ដើមគឺក្នុងគម្រោងយើងគឺបង្ហាញពីពេលវេលាទីកន្លែងនិងឈ្មោះបាតុភូតធម្មជាតិអញ្ចឹងយើងក៏លេខទៅមើលតែសេចក្តីគំរូដែលយើងបានអានមុនហ្នឹងនេះណាតែសេចក្តីគំរូដែលយើងបានអានមុនហ្នឹងពីដើមរដូវវស្សាតែញ៉េពីដើមរដូវវស្សារហូតមកដល់ខេត្តព្រៃវែងនេះណារហូតមកដល់ខេត្តព្រៃវែងនេះគឺជាផ្ដើមសេចក្តីដែលយើងបង្ហាញអំពីពេលវេលាបង្ហាញអំពីទីកន្លែងក៏ដូចជាឈ្មោះរបស់គ្រោះធម្មជាតិមួយហ្នឹងណាអញ្ចឹងបន្តទៅទៀតបន្តពីដែលទាំងអស់គ្នាបានឃើញផ្ដើមសេចក្តីតកតងទៅនឹង3ចំណុចដែលខ្ញុំបានលើកឡើងមកហើយយើងចូលមកដល់ចំណុចទី2គឺតួសេចក្តីដែលតួសេចក្តីនៅក្នុងសំណេរតែងសេចក្តីគឺច្រើនជាងផ្ដើមហើយនឹងបញ្ចប់សេចក្តីតួសេចក្តីនេះគឺជាកន្លែងដែលយើងត្រូវរកពិន្ទុបានច្រើនជាងគេហើយក៏ជាកន្លែងដែលគ្រូឲ្យពិន្ទុច្រើនជាងគេដែរណាអញ្ចឹងតួសេចក្តីនៅក្នុងការសរសេរសំណេរតែងសេចក្តីបែបពិពណ៌នាពីបាតុភូតធម្មជាតិនេះគឺមាន3ចំណុចធំទៀតគឺមុនពេលកើតហេតុពេលកើតហេតុហើយនិងក្រោយពេលកើតហេតុមុនពេលកើតហេតុគឺយើងបង្ហាញអំពីទិដ្ឋភាពទូទៅនៃធម្មជាតិបង្ហាញអំពីសញ្ញាណនៃបាតុភូតធម្មជាតិហើយយើងក៏បង្ហាញអំពីសកម្មភាពមនុស្សមុនពេលបាតុភូតធម្មជាតិមកដល់តើទាំង3ចំណុចនេះមុនពេលកើតហេតុយើងគួរសរសេរបែបណាហើយតែសេចក្តីគំរូដែលខ្ញុំបានលើកឡើងមកមិញហ្នឹងពីណាដល់ត្រឹមណាដែលយើងហៅថាមុនពេលកើតហេតុណាអញ្ចឹងយើងមកមើលតែសេចក្តីរបស់យើងម្ដងទៀតគេដាក់ឲ្យយើងតែម្ដងមុនពេលកើតហេតុអញ្ចឹងពីមុនពេលកើតហេតុមកមានរឿងស្អីកើតឡើងខ្លះរហូតដល់ទៅរកទីជម្រកដែលមានសុវត្ថិភាពមានន័យថាមុននឹងមានបាតុភូតណាមួយកើតឡើងតែងតែឲ្យដំណឹងជាមុនតែងតែមានហេតុការណ៍តែងតែមានព្រឹត្តិការណ៍ណាមួយបង្ហាញឲ្យយើងបានដឹងថានឹងមានអ្វីកើតឡើងបន្តិចទៀតដែរអញ្ចឹងដូចជាខ្ញុំលើកអំពីខ្យល់ព្យុះអញ្ចឹងវាច្បាស់ជាមានពពកធំមានពពកខ្មៅរសាត់មកផ្គុំគ្នាដើម្បីបង្កើតបានទៅជាទឹកភ្លៀងហើយមានខ្យល់មានអីចឹងទៅអញ្ចឹងយើងអ្នកដែលបានដឹងនេះគឺយើងរត់ទៅរកកន្លែងដែលមានសុវត្ថិភាពរៀងខ្លួនមិនថាយើងមិនថាមនុស្សមិនថាមាន់មិនថាទាគឺយើងត្រូវជំនះពួកវាទៅរកកន្លែងដែលមានសុវត្ថិភាពអញ្ចឹងខ្ញុំចង់បញ្ជាក់ថាមុនពេលកើតហេតុគឺយើងចាប់ផ្ដើមពីមុនពេលកើតហេតុនេះរហូតដល់មានសុវត្ថិភាពណាអូខេអញ្ចឹងក្រោយពេលដែលយើងឃើញទិដ្ឋភាពឬក៏សកម្មភាពដែលយើងបង្ហាញនៅមុនពេលកើតហេតុនឹងហើយយើងមកចាប់ផ្ដើមចូលមកដល់ពេលកើតហេតុពេលកើតហេតុនៅក្នុងគម្រោងយើងគឺយើងត្រូវបង្ហាញអំពីទិដ្ឋភាពក្នុងពេលចាប់ផ្ដើមបាតុភូតធម្មជាតិណាបន្តពីនឹងមកគឺយើងបង្ហាញពីសកម្មភាពមនុស្សសត្វពេលបាតុភូតធម្មជាតិចាប់ផ្ដើមមកដល់តមកទៀតទិដ្ឋភាពពេលបាតុភូតធម្មជាតិកំពុងតែកើតឡើង
បន្តមកសកម្មភាពមនុស្សសត្វពេលបាតុភូតធម្មជាតិកំពុងតែកើតមានឡើងថាតើសត្វមនុស្សនឹងគេធ្វើអីគេខ្លះអ្នកខ្លះរត់មិនទាន់ត្រូវជួបបញ្ហាអីគេខ្លះទៀតណាអញ្ចឹងនៅពេលដែលយើងបង្ហាញពីសកម្មភាពហើយយើងបង្ហាញពីទស្សនវិជ្ជាចុងក្រោយឬក៏ទស្សនវិជ្ជាបញ្ចប់នៃបាតុភូតធម្មជាតិហ្នឹងតើវាបញ្ចប់ដោយរបៀបណាវាចេញលក្ខណៈបែបណាមកហើយតើសកម្មភាពមនុស្សនៅចុងបញ្ចប់នៃបាតុភូតធម្មជាតិហ្នឹងតើមានសកម្មភាពអ្វីខ្លះណាអញ្ចឹងនៅពេលដែលពេលកើតហេតុហ្នឹងគឺមានតែ1 2 3 4 5 6ចំណុចហ្នឹងអញ្ចឹងនៅក្នុងតែងសេចក្តីគំរូយើងតើយើងសរសេរពីណាទៅណាយើងមកមើលបន្តទៀតសន្ធឹកខ្យល់លាន់ក៏ក្រៅធរណីមួយរំពេចនោះខ្យល់ព្យុះបានបោកបក់អញ្ចឹងទាំងអស់គ្នាឃើញទេអានេះចាប់ផ្ដើមមានខ្យល់ព្យុះហើយអញ្ចឹងគឺជាទស្សនវិជ្ជាពេលកើតមានបាតុភូតនឹងហើយណារហូតចុះមកដល់ខាងក្រោមដែលខ្ញុំបានសរសេរវែងអន្លាយមកដល់ត្រឹមសស្រាក់សស្រាំណាជួសុំតោះទាំងអស់គ្នាអញ្ចឹងមានន័យថាបាក់រលំរហូតទៅដល់នេះសុំតោះមិញខ្ញុំលើសបន្តិចណាលើសទៅដល់បញ្ចប់រហូតដល់ដោយសាររបួសនេះដល់ការឈឺចាប់ដោយសាររបួសខូចខាតទ្រព្យសម្បត្តិនិងការឈឺចាប់ដោយសាររបួសប៉ុន្តែចូលមកដល់ប្រមាណ7កន្លះម៉ោងក្រោយមកកន្លែងនេះគឺបញ្ចប់ហើយចូលមកដល់តួសេចក្តីយើងហ្នឹងគឺក្រោយពេលកើតហេតុដែរទស្សនវិជ្ជាខូចខាតហើយនឹងសកម្មភាពក្រោយពេលកើតហេតុជាងគេប្រាប់ប្រមាណ7កន្លះម៉ោងក្រោយមកខ្យល់ព្យុះសង្ឃរាហ្នឹងបានថយឥទ្ធិពលអញ្ចឹងវាចាប់ផ្ដើមបញ្ចប់ហើយស្ងប់ស្ងាត់ម្ដងបន្តិចរហូតទៅដល់ព័ត៌មានអំពីគ្រោះមហន្តរាយដោយព្យុះសង្ឃរាត្រូវបានផ្សព្វផ្សាយតាមវិទ្យុទូរទស្សន៍ហើយបានដឹងគ្រប់គ្នាបន្តពីនឹងមកចុងបញ្ចប់គឺយើងចូលមកដល់សេចក្តីបញ្ចប់ដែលបង្ហាញអំពីចំណាប់អារម្មណ៍របស់យើងចំពោះបាតុភូតធម្មជាតិហ្នឹងតើយើងមានអារម្មណ៍បែបណាខូចចិត្តឬក៏ភ័យខ្លាចឬក៏សប្បាយរីករាយរំភើបញាប់ញ័រយ៉ាងម៉េចយើងបង្ហាញគេមកអញ្ចឹងនៅក្នុងគ្រោះធម្មជាតិគ្មានណាគេសប្បាយចិត្តទេមែនទេអញ្ចឹងយើងសរសេរមកខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាខ្យល់ព្យុះព្រោះជាបាតុភូតធម្មជាតិបង្កគ្រោះថ្នាក់និងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់មនុស្សសត្វរុក្ខជាតិដែលយើងពិបាកនឹងរកវិធីទប់ស្កាត់ណាស់ប៉ុន្តែយើងអាចរកកន្លែងការពារខ្លួនបានមុនពេលដែលបាតុភូតនេះមកដល់ខ្យល់ព្យុះបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទៀតផងអញ្ចឹងកន្លែងនេះបើពីលើសរសេរខ្យល់ព្យុះតិចមកខាងក្រោមសរសេរគ្រោះទឹកជំនន់អីណាប្រយ័ត្នប្រយែងយ៉ាងមែនទែនអញ្ចឹងខ្ញុំបង្ហាញអ្នកទាំងអស់គ្នាត្រឹមតែប៉ុណ្្នឹងទេតកតងទៅនឹងគំរូនៃការសរសេរតែងសេចក្តីបែបសំទោសបែបពិពណ៌នាពីបាតុភូតធម្មជាតិហើយនឹងគំរូអត្ថបទមួយឲ្យទាំងអស់គ្នាងាយស្រួលនៅក្នុងការយកទៅតាក់តែងណាហើយទាំងអស់គ្នាអាចយកជាមេរៀននៅក្នុង link ដែលខ្ញុំនឹង copy ដាក់ឲ្យអ្នកទាំងអស់គ្នានៅខាងក្រោមនៃវីដេអូនេះអរគុណមេរៀននៅក្នុងថ្ងៃនេះយើងត្រូវបានបញ្ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតដែលយើងនិយាយអំពីសំណេរតែងសេចក្តីបែបផ្សេងទៀតអរគុណច្រើនជម្រាបលា